លោកឈូប៊ុនរឿនប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាអង់គ្លេសឆ្នាំ2024-2025របស់សិស្សានុសិស្សសាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យដែលមានការចូលរួមពីលោកអាងរ៉េនអគ្គនាយករងសាលាអន្តរជាតិ USA លោកស្រីហងស្រីទូចនាយិកាកម្មវិធីអូស្ត្រាលីអាមេរិកកាំងលោកម៉ៅសុកវិសាលនាយកសាខាទី13សេរីសុភ័ណ្ឌលោកស្រីសេងឆេងមីនាយិកាសាខាទី10បាទបន្ទាយមានជ័យនិងលោកយ៉ែមប៊ុនឆាតនាយកបាទចំណេះទូទៅភាសាខ្មែរសាលាអន្តរជាតិ USA ព្រមទាំងមានការចូលរួមបាទអំពីនាយកសាលាលោកគ្រូសិស្សានុសិស្សគ្រប់កម្រិតបាទនិងអាណាព្យាបាលសិស្សយ៉ាងច្រើនកកធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃបាទសៅរ៍ទី25កក្កដានេះលោកអាងរ៉េនអគ្គនាយករងសាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យបានមានមតិលើកឡើងថាសាលាអន្តរជាតិ USA បានកសាងកេរ្តិ៍ឈ្មោះនិងបើកដំណើរការបង្រៀននិងរៀនតាំងពីឆ្នាំ2001រហូតមកដល់បច្ចុប្បន្នជារយៈពេល25ឆ្នាំហើយគឺជាសាលាដែលមានការអប់រំប្រកបដោយគុណធម៌ខ្ពស់ស្របទៅតាមស្តង់ដារជាតិនិងអន្តរជាតិលោកអគ្គនាយករងសាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាសម្រាប់លទ្ធផលនៅក្នុងការសិក្សានៅឆ្នាំ2024-2025នេះសាលាអន្តរជាតិ USA សាខាទី10មានសិស្សសរុបចំនួន480នាក់ដែលបានបញ្ចប់ការសិក្សានៅពេលខាងមុខនេះផ្នែកចំណេះទូទៅភាសាអង់គ្លេសថ្ងៃនេះសាលារៀនបានបាទរៀបចំការចែកប័ណ្ណសរសើរនិងវិញ្ញាបនបត្របញ្ចប់ការសិក្សារួមមានបាទទី1ការចែកប័ណ្ណសរសើរដល់សិស្សឆ្នាំរំលឹកឆ្នាំលេខ1ចំនួន25នាក់និងមានស្រី12នាក់បាទ2ការចែកប័ណ្ណសរសើរដល់សិស្សឆ្នាំរំលឹកឆ្នាំលេខ2ចំនួន25នាក់និងមានស្រី13នាក់បាទ3ការចែកប័ណ្ណសរសើរដល់សិស្សឆ្នាំរំលឹកឆ្នាំលេខ3ចំនួន25នាក់និងមានស្រី9នាក់4ការចែកប័ណ្ណសរសើរដល់សិស្សឆ្នាំវិទ្យាល័យបាទចំនួន20នាក់5ការចែកបាទវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិស្សបញ្ចប់ថ្នាក់មត្តេយ្យមួយគូ85នាក់បាទក្នុងនោះមានស្រី52នាក់បាទ6ការចែកប័ណ្ណសរសើរដល់លោកគ្រូព្រមទាំងសិស្សនិស្សិតដែលជាក្រុមមេដឹកនាំសន្ទុះដែលជាក្រុមដឹកនាំលីដឺយូមីអភិវឌ្ឍសាលានៅក្នុងឆ្នាំ2025ចំនួន9នាក់7ការចែកវិញ្ញាបនបត្រដល់លោកគ្រូអ្នកគ្រូដែលបានបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលលោកគ្រូបាទវគ្គបណ្ដុះបណ្ដាលគ្រូក្នុងឆ្នាំ2025ចំនួន10នាក់ថ្លែងនៅក្នុងឱកាសនោះលោកឈូមុនរឿនបានធ្វើការកោតសរសើរនៅវេទតម្លៃខ្ពស់ដល់សាលារៀនអន្តរជាតិ USA ដែលបានសហការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សហើយសាលា USA ជាគ្រឹះស្ថានឯកជនមានចក្ខុវិស័យនិងបេសកកម្មបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយបាទចតុស្ដម្ភអប់រំបាទជាពិសេសការអប់រំនេះគឺជាគោលដៅមួយនៅក្នុងចំណោមយុទ្ធសាស្ត្របញ្ញកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី7នេះផងដែរលោកឈូប៊ុនរឿនបានបញ្ជាក់ថាបច្ចុប្បន្ននេះវិស័យអប់រំឯកជនមានការរីកចម្រើនខ្លាំងនិងបានរួមចំណែកជាមួយសាលារដ្ឋដែលបានផ្ដល់ចំណេះដឹងជូនដល់សិស្សានុសិស្សឲ្យក្លាយជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគតដូច្នេះឪពុកម្ដាយគួរតែជំរុញកូនឲ្យទៅរៀនសូត្រកុំទុកពេលទំនេរបាទធ្វើរឿងប្រេះផ្ដាស់ដែលនាំឲ្យកូនខូចអនាគតបាទ